បាទជំរាបសួរពុកម៉ែបងប្អូនដោយសារតែមួយរយៈនេះខ្ញុំឃើញវីដេអូពាក់ព័ន្ធទៅនឹងការផ្ទុះជំងឺអាសន្នរោគនឹងច្រើនឃើញមន់ច្រើនងាប់ហើយក៏មានបងប្អូនគាត់បានឆាតមកសួរខ្ញុំច្រើនដែរពាក់ព័ន្ធទៅនឹងការទប់ស្កាត់ក៏ដូចជាថ្នាំព្យាបាលទៅលើជំងឺអាសន្នរោគចំពោះជំងឺអាសន្នរោគវាជាប្រភេទជំងឺកាចបើសិនជាយើងពឹងទៅលើការចាក់ថ្នាំគឺអត់កើតទេអញ្ចឹងវិធីសាស្ត្រគឺយើងមានតែការពារហើយនឹងការក្រងចោលអញ្ចឹងបើសិនជាបងប្អូនចង់ដឹងច្បាស់នេះចាំមើលខ្ញុំដាក់វីដេអូរបស់បងសុំគុជរាសីគាត់បកស្រាយបានល្អហើយក៏ជាអ្វីដែលខ្ញុំធ្វើជាប្រចាំដែរគឺគាត់បកស្រាយបានស្អាតមែនទែនអញ្ចឹងបងប្អូនអាចមើលវីដេអូគាត់ដល់ចប់ទៅបងប្អូននឹងអាចចាប់ទុកថាជាចំណេះដឹងទូទៅសម្រាប់ការពារកំឡុងពេលដែលមន់ផ្ទុះជំងឺអាសន្នរោគឬក៏ជំងឺកាចដូចងូកាសឬក៏អាចប្រស័យប្រស័យបងប្អូនអាចធ្វើតាមគាត់បានអញ្ចឹងតើបងប្អូនយើងទៅមើលវីដេអូគាត់ទាំងអស់គ្នាមន់បកគាត់ចូលជំងឺហើយគួរប្រើថ្នាំអីហើយមានបងខ្លះទៀតគាត់ថាមន់បកគាត់ងាប់អស់ហើយមន់បកគាត់ចូលជំងឺហើយគាត់ឆាតសួរគេទៅគេប្រាប់ថ្នាំឲ្យគាត់ទិញថ្នាំហ្នឹងយកទៅចាក់ទៅជីហើយមិនអីទេមន់ចូលជំងឺក៏ចាក់ជាដែរហើយដល់ពេលមន់គាត់ងាប់អស់គាត់ឆាតមកសួរខ្ញុំតើគួរតែមានថ្នាំអីការពារឬក៏ពេលចូលជំងឺហ្នឹងមានថ្នាំអីចាក់ទប់ស្កាត់អត់ហើយចំពោះខ្ញុំពេលមន់ចូលជំងឺអញ្ចឹងអត់មានថ្នាំអីព្យាបាលបានទេបងនេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់មន់ចូលជំងឺដូចថាមន់របស់យើងមាន100ក្បាលមួយថ្ងៃវាងាប់10មួយថ្ងៃងាប់20អាហ្នឹងគឺលក្ខខណ្ឌចូលជំងឺហើយបើលក្ខខណ្ឌអត់ចូលជំងឺមន់យើង100ក្បាលឈឺតែ1ឈឺតែ2អីអាហ្នឹងអត់អីទេអាហ្នឹងវាឆ្លងតែផ្សេងទេអញ្ចឹងវាអត់អីទេតែបើមន់ចូលជំងឺគឺយើងអត់មានថ្នាំព្យាបាលទេហើយវ៉ាក់សាំងក៏ទប់អត់បានដែរបងព្រោះវ៉ាក់សាំងវាជាប្រភេទអង្គទីកបដោះអង្គទីកបដោះមេរោគនៅក្នុងខ្លួនដើម្បីវាប្រឆាំងទៅនឹងមេរោគខាងក្រៅដែលវាឆ្លងមកហើយដល់ពេលឧទាហរណ៍មន់បើយើងចាប់ដើមងាប់មកគ្រាប់ពីរគ្រាប់ហើយអញ្ចឹងយើងយកវ៉ាក់សាំងទៅចាក់អញ្ចឹងយើងយកវ៉ាក់សាំងទៅចាក់ភ្លាមអង្គទីកវាអត់ដុសភ្លាមទេវាចាំរយៈពេល1អាទិត្យទៅកន្លះខែបានវាចាប់ដើមដុសអង្គទីកហើយតមកយើងចាក់មកដុសទៀតវាចាក់ដុសទី2អញ្ចឹងទៅបានការពារបានហើយការពារបានហ្នឹងក៏មិនបានការពារដល់100%ដែរវាការពារបានត្រឹម80%អីទេហ្នឹងទៅតាមវ៉ាក់សាំងខ្លះបានត្រឹម70វ៉ាក់សាំងខ្លះបានត្រឹម80 90អីទៅតាមប្រភេទវ៉ាក់សាំងហ្នឹងទៅអញ្ចឹងហើយសួរថាមន់បើយើងចូលជំងឺទុកពេលឲ្យយើងកន្លះខែក្នុងការឲ្យវ៉ាក់សាំងយើងដុសអង្គទីកហ្នឹងបានអត់វាអត់ទេព្រោះអ្នកខ្លះឈឺតា5ថ្ងៃអស់ហើយមកត្រង់ទៅកាន់តែ3ថ្ងៃហ្នឹងអញ្ចឹងវាទុកអត់ជាប់ទេហើយចំពោះថ្នាំព្យាបាលក៏មិនដឹងថាចាក់មិនដែរព្រោះចាក់អត់ត្រូវហ្មងព្រោះជំងឺហ្នឹងវាអត់ចេញអាការៈឲ្យយើងមើលទេអាងាកនៅធម្មតាគាត់ឡើងដួលងាប់បាសជើងអញ្ចឹងយកអត់ដឹងថាមន់ណាឈឺមន់ណាមិនឈឺទេហើយវិធានការការពារនិងទប់ស្កាត់ហ្នឹងមានតែមួយទេទីមួយយើងប្រវាយវាជាក្រុមដូចថាមកត្រង់មកប្រឡោះរបស់យើងហ្នឹងមាន4 10មន់អញ្ចឹងទៅយើងក្រុងវាសុំមកក្រុងវាមកកដប់នឹងទៅឲ្យគ្របមុងចោលតែយើងក្រុងទៅលើខ្យល់ហើយយកវាចេញពីត្រង់ហ្នឹងមកត្រង់ដែលទ្រុសជំងឺហ្នឹងណាហើយក្រុងវានៅលើខ្យល់ហើយគ្របមុងទៅអាមុងមន់របស់យើងហ្នឹងគ្របចោលដាក់ទឹកដាក់ចំណីទៅមួយថ្ងៃទៅមើលម្ដងបានហើយឬ2ថ្ងៃទៅមើលម្ដងបានហើយបើអាណាងាប់យើងយកចេញទៅអាណាមិនងាប់ក៏ទុកនឹងទៅតែបើថាមកកដប់ហ្នឹងវាមានងាប់តែមួយគឺថាមកសុំរបស់យើងហ្នឹងដាក់10មន់ហើយវាមានងាប់តែមួយអញ្ចឹង9ទៀតក៏យកទៅចោលដែរទៅកុំទុកទៅវាអាចឆ្លងទៅផ្សេងទៀតហើយអា9ដែលអត់ងាប់ហ្នឹងគឺវានឹងងាប់ថ្ងៃក្រោយគង់តែងាប់ទេអញ្ចឹងយើងយកវាចោលទៅណាបាត់ទៅហើយទៅហើយមួយទៀតពេលដែលយើងក្រុងចឹងហើយនេះបាញ់ថ្នាំសម្លាប់មេរោគនេះទៅបាញ់ថ្នាំសម្លាប់មេរោគនេះក្នុងបរិមាណថ្នាំនេះ1លីត្រលាយទឹកតែ100លីត្រទេអញ្ចឹងក្លិនខ្លាំងព្រោះក្នុងទ្រុងរបស់យើងគឺមានមេរោគយើងដឹងច្បាស់ 100% ហ្មងថាទ្រុងរបស់យើងនឹងមានមេរោគអញ្ចឹងយើងត្រូវលាយបរិមាណថ្នាំនេះ1លីត្រលាយទឹក100លីត្រលាយបាញ់ទៅឲ្យសពពេញទ្រុងពេញអីទៅហើយនឹងពេញអាមន់ដែលយើងក្រុងហ្នឹងណាអាក្រុងដែលយើងគ្របសុំពីលើហ្នឹងយើងបាញ់ពីលើសុំហ្នឹងទៅមន់អត់ងាប់ទេវាក្លិនតាពេលបាញ់ហ្នឹងប្រហែលជាកន្លះម៉ោងអីហ្នឹងឯងអញ្ចឹងមន់វាអត់ងាប់ទេហើយមួយទៀតដៃជើងរបស់យើងហ្នឹងគឺត្រូវអាសាបាញ់អាកុលចេញចូលត្រូវបាញ់អាកុលជាពិសេសដៃហើយនឹងជើងហើយក៏អាវអាសាដូអាសាងុយទឹកអាសាងុយទឹកអាសាដូក៏អាវដូចឧទាហរណ៍ទ្រុងរបស់យើងមាន2កន្លែង3កន្លែងចុះចូលមកទ្រុងមួយកៅអៅឬដៃជើងរបស់យើងហ្នឹងត្រូវលាងឲ្យស្អាតបើថាយើងមានកៅអៅច្រើនអីងុយទឹក100ទៅងុយទឹកឲ្យចាំចូលទៅទ្រុងមួយទៀតហើយឆៃចាំធ្វើអញ្ចឹងឲ្យចាំចូលទ្រុងមួយទៀតតែបើជាការល្អទ្រុងរបស់យើងឧទាហរណ៍ទ្រុងរបស់យើងមាន3អាទ្រុងដែលចូលជំងឺហ្នឹងចាំយើងធ្វើក្រោយគេយើងទៅធ្វើការងារអាទ្រុងដែលអត់តចូលជំងឺហ្នឹងឲ្យហើយអស់ហើយចាំយើងមកចាត់ការធ្វើអាទ្រុងដែលយើងដែលចូលជំងឺខាងក្រោយគេហ្នឹងចូលធ្វើការងារឲ្យអស់អាហ្នឹងងុយទឹកហើយប្រយអញ្ចឹងហើយមន់ដែលឈឺហើយអាលហះយកទៅចោលអាលហះចាត់ការវាហើយបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងប្រឡោះដែលវាឈឺហ្នឹងអញ្ចឹងទៅវាកាត់បន្ថយការងាប់រាលដាលងាប់ពេញមកទ្រុងរបស់យើងអញ្ចឹងយើងអាចសល់មន់ច្រើនតែបើយើងចាប់មន់ចាក់អាចងាប់ទាំងអស់ព្រោះដោយសារតាមន់ពីអាងាយអត់ឃើញអាការៈអីទេយើងចាប់ចាក់ចុះចែកដល់ណាមួយហ្នឹងវាឈឺហើយមួយជុលយើងមានបាន100មន់មិនដូរទៅ100មួយជុលណា100មន់យួរយើងដូរបានតែ10ជុលហ្នឹងច្រើនពេកយួរអញ្
ចឹងឆ្លងហ្នឹងទាំងអស់តែពេលឆ្លងងាប់ទាំងអស់ហ្នឹងឯងមានអីព្រោះមាត់មានអង្គទីគាត់ការពារជំងឺហ្នឹងហើយជំងឺនឹងការចឹងងាប់ហ្នឹងប៉ុន្តែចូលវាអាចសង្ងំនៅក្នុងមាត់របស់យើងអាច2 ទៅ 3 ថ្ងៃតបមកវាចេញអាការៈមកងាប់ដោយមាត់ចឹងអាចជំងឺហ្នឹងលឿនចឹងតាមមតិយោបល់របស់ខ្ញុំបទពិសោធន៍របស់ខ្ញុំមាន់ចូលជំងឺអត់ចាក់ថ្នាំអីបានទេហើយក៏អត់អាចយកវ៉ាក់សាំងទៅចាក់បានដែរបានតាក្រុងវាចោលដល់ឡែកហើយបាញ់ថ្នាំសម្លាប់មេរោគការពារតែប៉ុណ្្នឹងឯងហើយដៃជើងអាសាបាញ់អាកុលអាសាលាងដៃអាសាកៅអាសាដោអាសាងុយទឹកដោសាប៊ូស្អាតប៉ុណ្្នឹងឯងអូខេខ្ញុំមានតែប៉ុណ្្នឹងឯងបងមានចម្ងល់ឬសំណួរអាចឆាតសួរបានអូខេបាយបាយជួបគ្នាវីដេអូក្រោយ